ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូរបស់នាងខ្ញុំម្ដងទៀតហើយដែលថ្ងៃនេះដែរនាងខ្ញុំនឹងបង្ហាញបងប្អូនអំពីថ្ងៃចូលឆ្នាំរបស់ខ្ញុំអញ្ចឹងយើងត្រឡប់ក្រោយបន្តិចឥឡូវវាហួសថ្ងៃចូលឆ្នាំហើយពីកាលពីថ្ងៃចូលឆ្នាំហ្នឹងខ្ញុំទៅលេងខេត្តកំពតទៅផ្ទះបងស្រីរបស់ខ្ញុំហើយនេះគឺពួកយើងទៅចំការទុរេនរបស់គាត់អញ្ចឹងឥឡូវយើងទៅស្ដាប់សំឡេងដើមទាំងអស់គ្នានៅក្នុងចំការទុរេនរបស់គាត់តើយើងមានសកម្មភាពអីគេខ្លះ Let's goចំការទុរេនចំការមកខុដហើយដើមមកខុដតែទៅផ្លែទេខាងនេះទុរេនខាងលើផ្លែកន្លែងនេះដើរមិញសម្រាប់ខំជើងឡើងណាណៃអាសម្រាប់នឹងចឹងទៀតណាកន្លែងណាផ្លែច្រើនវាមិននៅដែរនេះនៅលើញ៉ាំញ៉ាំនេះតែនេះផ្លែច្រើនផ្លែធំដើមទៀបស្រួលបេះហ្មងនេះឈៀតហ្មងធំតិចដើរប្រកបដោយការទទួលខុសត្រូវមកចឹងទេប៉ះសម្បុកសម្មកឲ្យរត់ទៀតហើយវាខាងនេះច្រើនតែទទួលសម្បុកសម្មកនេះច្រើនខាងនេះទៀតនេះនេះជាសកម្មភាពគ្រួសាររបស់ខ្ញុំហើយនឹងជាងធ្វើម៉ាស៊ីនដោយសារម៉ាស៊ីនបូមទឹកដាក់ទុរេនរបស់បងថ្លៃខ្ញុំនឹងអត់ដឹងវាខូចអីទេបងអត់ចេញអញ្ចឹងហើយជាងមកមើលគេរៀបប្រព័ន្ធទឹកដាក់ជុំវិញនឹងតែវាចេញទៅទេចឹងហើយក៏ហើយជាងធ្វើមកមើលទាំងអស់គ្នាទាំងប៉ានឹងទាំងបងថ្លៃខ្ញុំទាំងគ្រួសារខ្ញុំអីហ្នឹងឥឡូវមកដល់វគ្គថតផ្លែទុរេនទៀតហើយតែខែចូលឆ្នាំខ្មែរហ្នឹងវាអត់តាន់ទុំទេខ្ញុំសួរបងស្រីខ្ញុំឃើញគេលក់នៅតាមផ្សារនៅតាមកន្លែងលេងអញ្ចឹងគាត់ថាមានចំការខ្លះគេមានអាផ្លែដើមដៃហ្នឹងមានតែមានតិចតួចអត់មានច្រើនទេ1 2អញ្ចឹងទេហើយខ្ញុំសួរគាត់ថាជួយឃើញគេលក់ច្រើនទៅគាត់សើចគាត់ថាអត់ហ៊ាននិយាយទេដឹងមកពីណាពីណីទេអាចមកពីខាងវៀតណាមខាងអីអញ្ចឹងណាព្រោះជាក់ស្ដែងជាការរបស់គាត់ហើយនឹងអ្នកនៅជុំវិញគាត់ហ្នឹងគឺអត់ទាន់មានផ្លែទុំទេផ្លែទៅនឹងប៉ុណ្ណឹងអញ្ចឹងអត់ទាន់ចាស់ល្អទេសំខាន់ផ្លែដើមដៃហ្នឹងក៏មានដែរតែគេមានទុំតិចតួចអញ្ចឹងអត់មានច្រើនលក់ប្រងព្រាតអញ្ចឹងទេស្ដាយដែរទៅអត់ទាន់ទុំអញ្ចឹងអត់ទាន់បានផ្លែញ៉ាំបើលើកមុនទៅខ្ទង់ខែចូលឆ្នាំដែរប៉ុន្តែវាមានទុំបានញ៉ាំខ្លះតែអត់ច្រើនទេដូចនិយាយចឹងផ្លែដើមដៃមានមួយផ្លែពីរផ្លែបានញ៉ាំហើយភាគច្រើនពេលទុំខ្ទង់ខែ5ខែ6អីហ្នឹងគាត់ផ្ញើមកឲ្យហើយជាមួយនឹងមកខុដមួយអីប៉ុន្តែឆ្នាំនេះមកខុដអត់សូវល្អទេអត់សូវផ្លែធំតែដើមផ្លែរីបើកាលមុនផ្លែច្រើននេះក្តាប់វាផ្កាដំបងហ្នឹងនៅជាប់ដើមឬហើយបានវាធ្លាក់មកជាផ្កាតូចចឹងហើយបានចេញជាក្តាប់ទុរេនបន្ទាប់មកទៀតចេញជាផ្លែប៉ានេះស្តៀងខ្នោដែលទៅពេលធំតិចបានចេញរូបរាងជាទុរេនហ្មងគួរចង់ញ៉ាំដើរទៅឡើងក្អូបបើពេលវាចិត្តទុំឬទុំអីក្អូបជាងនឹងទៀតនេះផ្លែមកខុដអូយមានមន់ទៀតនេះមិនមន់គាត់ចាំមេមន់អ្នកចិត្តខាងវាមកស៊ីចំណីនៅនឹងហើយគ្រូសាខ្ញុំឆ្លៀតថតរូបទៀតណាផ្លូវចូលយើងចូលរួចយើងដាក់ឡានខាងក្រៅ
អរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ